រឿងខ្លះយើងចង់ដឹងគេមិនឲ្យយើងដឹងរឿងខ្លះយើងចង់ដឹងបែរជាឲ្យយើងដឹងទៅវិញមានសួរអាឡិចបន្ទាប់ពីទស្សនារឿងភូមិគ្រឹមនេះអារម្មណ៍បែបណាគុនស្រុកខ្មែរយើងថតលុយមែនតើហ្មងណាតែរឿងនេះវាមានច្រើនរសជាតិប្លែកហើយមានអាចកំបាំងហើយមានលាយឡំជាមួយនឹងភ័យរន្ធត់មើលរឿងនេះហើយទទួលបានអារម្មណ៍សប្បាយព្រោះដោយសារប្រជុំទៅដល់តួសិតតបកែលេងសើចតប៉ែហ្មងគឺតែដល់ពេលដែលយើងចូលដល់ពាក្យកថាសាច់រឿងតែដើមគឺចង់ដឹងថាសាច់រឿងនេះតើទៅរបៀបម៉េចបងចម្រុងជាប្រហែលជាអ្នកសម្ដែងរឿងក្នុងរឿងហ្នឹងអូបាទអញ្ចឹងអត់ទាន់ដឹងទេណាខ្ញុំក៏សូមអត់ប្រាប់វិធីដែរមានអារម្មណ៍ថាល្អមើលពីម៉ាស៊ីនទៅម៉ាស៊ីនយើងពីមួយប្លង់ទៅមួយប្លង់យើងមានអីជក់រហូតដូចយើងរ៉េបមួយបាទៅមួយបាមានអីឆ្ងាញ់រហូតអញ្ចឹងបងខ្ញុំចូលចិត្តមើលបែបបន្លាចខ្មោចហើយបែបកំ pl ែងបែបហ្នឹងគឺបាទបែបគឺខ្ញុំចូលចិត្តមើលបែបអញ្ចឹងដែរ5ផ្ញើទៅបងប្អូនអរគ្នាយើងគួរតែចូលរួមគ្រប់គ្រងលើកស្ទួយរឿងរបស់ខ្មែរនិពន្ធខ្មែររបស់យើងស្នាដៃកូនខ្មែររបស់យើងក៏ដូចជាតួគាត់មានទេពកោសល្យល្អមែនទែនបាទនេះជាខ្សែភាពយន្តដែលខ្ញុំបានមើលលើកទី1ហើយខ្ញុំយល់ថាខ្សែភាពយន្តមួយនេះផលិតបានល្អទាំងសំឡេងនិងកាយវិការរបស់តួមួយហ្នឹង action មួយហ្នឹងគឺល្អមែនទែនក្នុងសាច់រឿងនេះមានទាំងកំ pl ែងផងមានទាំងភាពភ័យខ្លាចផងហើយពិតជាសរសើរដល់តួទាំងអស់មែនដែលពូកែសម្ដែងព្រោះអាការសម្ដែងដែលយកសំឡេងពិតហ្នឹងគឺវាមិនសាមញ្ញពេកទេមិនស្រួលពេកទេចឹងណាបាទចឹងខ្ញុំចាប់អារម្មណ៍ថាខ្សែភាពយន្តនេះនឹងធ្វើឲ្យពុកម៉ែបងប្អូនទទួលបានអារម្មណ៍ប្លែកថ្មីហើយនឹងមានទាំងភាពសប្បាយរីករាយក៏ដូចជាភាពភ័យខ្លាចនៅក្នុងខ្សែភាពយន្តនេះផងដែរអាច rating ប្រហែល%ដែរខ្ញុំមក70ចុះ8លើ10 rating 8លើ10 rating រឿង8លើ10អូអរគុណច្រើនអត់សួរប្រាប់ឯង